បាទគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអំពីការងារគំនូរមួយដែលបានគូរនៅក្នុងចិត្តដីមួយកន្លែងបាទស្ថិតនៅក្នុងវត្តទឹកថ្លារាជធានីភ្នំពេញបាទការងារគំនូរនេះដែរគឺភ្ញៀវគាត់បានឆាតទំនាក់ទំនងមកកាន់เพจយើងខ្ញុំដើម្បីគូរនៅក្នុងចិត្តដីរបស់ឪពុកម្ដាយរបស់គាត់បាទហើយក្នុងចិត្តដីនេះដែរគឺមានទៅដោយគំនូរចាស់ៗដែលគូរពីមុនអាចជាប្រហាក់ប្រហែលចូល10ឆ្នាំជាងទៅ20ឆ្នាំជាងហើយបាទគំនូរនេះហើយឥឡូវវាចាប់ដើមខូចទ្រង់ទ្រាយខ្លះនៅផ្នែកពីដានបាទហើយភ្ញៀវក៏គាត់ចង់ឲ្យខាងក្រុមជាងរបស់ភេកយើងខ្ញុំមកគូថ្មីឡើងវិញបាទឥឡូវខ្ញុំចាប់ដើមដុសខាត់គំនូរចាស់ហើយនឹងចាប់ដើមគូថ្មីឡើងវិញហើយបាទរូបនេះក្រុមជាងរបស់យើងខ្ញុំបានគូរួចរាល់ហើយនៅគំនូរថ្មីឡើងវិញជាគំនូរដែលបង្ហាញអំពីរូបទេវតាហោះនៅឋានសួគ៌បាទគឺភ្ញៀវគាត់ដាក់ប្លង់នេះនៅលើពីដាននៃចិត្តដីរបស់គាត់បាទហើយសម្រាប់រូបជញ្ជាំងខាងគឺគាត់អត់បានជួសជុលទេព្រោះដោយសារតាមជញ្ជាំងខាងរូបនៅល្អនៅស្អាតនៅឡើយបាទអញ្ចឹងគាត់ឲ្យក្រុមជាងរបស់យើងខ្ញុំគូតែពីដានទេបាទគឺគូថ្មីឡើងវិញអញ្ចឹងសម្រាប់រូបនេះគឺក្រុមជាងរបស់យើងខ្ញុំបានគូថ្មីឡើងវិញរួចរាល់ហើយបាទមានន័យទេគាត់នឹងចង់បង្ហាញពីការងារក្នុងចិត្តដីតាមចិត្តដីបាទបើសិនជាបងប្អូនភូមិទាំងអស់គ្នាមានតម្រូវការខាងផ្នែកគំនូរចម្លាក់បងប្អូនអាចទំនាក់ទំនងមកកាន់เพจយើងខ្ញុំតាមរយៈការឆាតជួបเพจផ្ទាល់តែម្ដងបាទសូមអរគុណបាទ